បាទឈ្មោះយុនសំណាងជាម្ចាស់សិប្បកម្មសំណាងសទ្ធាហើយជាប្រធានសមាគមអភិរក្សលើកកម្ពស់ប្រហុកសៀមរាបបឹងទន្លេសាបហើយប្រហុកបឹងទន្លេសាបរបស់យើងមានផលប្រយោជន៍ច្រើនដោយសារយើងចុះ GI យើងជួយសមាជិកហើយនឹងអ្នកដែលនេសាទជានេសាទយើងបានច្រើនដោយសារយើងជួយលើកកម្ពស់ប្រហុកសៀមរាបយើងឲ្យដើម្បីឲ្យបានគេស្គាល់កាន់តែច្រើនហើយយើងនឹងបង្កើនតម្លៃហ្នឹងហើយសំខាន់យើងបង្កើនតម្លៃប្រហុករបស់យើងហ្នឹងមានគេទទួលស្គាល់ច្រើនយើងបង្កើនតម្លៃនៅក្នុងហ្នឹងដើម្បីឲ្យកសិករយើងអាចមានជីវភាពរៀងប្រសើរជាងមុនក៏ប៉ុន្តែខ្ញុំឃើញប្រហុករបស់យើងហ្នឹងវាមានតម្លៃហើយទីផ្សារប្រហុកយើងវាធំហ្នឹងហើយមានគេពេលខ្លះប្រទេសដទៃគេលួចប្រហុករបស់យើងហ្នឹងថាជាប្រហុកប្រកបទៀតអញ្ចឹងហើយយើងនឹងបានជាសម្រាប់ចិត្តយើងកែច្នៃធ្វើម៉េចឲ្យប្រហុកយើងឲ្យមានស្តង់ដារដើម្បីទៅប្រកួតប្រជែងជាមួយនឹងគេទី1ទី2យើងនឹងចុះជា GI ជាម៉ាកសម្គាល់ភូមិសាស្ត្រតំណែងហ្នឹងដើម្បីឲ្យយើងវាមានគេទទួលស្គាល់បានច្រើនវាធំទូលាយហ្នឹងហើយយើងនឹងបញ្ញាចិត្តនឹងធ្វើវាឲ្យកាន់តែបានហ្នឹងហើយព្រោះអីទី1យើងបង្កើនតម្លៃដល់ប្រជាកសិករយើងបានតម្លៃបើយើងតាមស្វែងយល់ពីបុរាណមកវិញប្រហុកដែលយើងធ្វើបានល្អมันមានធំទ្រាំมันមានខ្លាញ់ច្រើនគឺក្នុងរំលងពេលខែហ្នឹងហើយបើខុសពីខែហ្នឹងប្រហុកយើងអាចមានធំក្លិនខាច្រើនពណ៌សម្បុរក៏វាប្រែបានលឿនហ្នឹងហើយភេទទ្រុំព្រមទ្រុំអីហ្នឹងវាអាចមានកើតឡើងទៅតាមហ្នឹងហើយសំខាន់គឺវីតាមីនវានឹងកើនឡើងបាទ